រឿងកូនឆ្មា Max និងម៉ូតូចាស់នៅក្នុងទីក្រុងដ៏រីករាយមួយមានកូនឆ្មាដ៏គួរឲ្យស្រឡាញ់មួយឈ្មោះ Max តែងតែពាក់អាវយឺតស្លៀកខោខូវប៊យពណ៌ខៀវនិងកាបូបស្ពីតូចមួយគាត់ឆ្លាតចិត្តល្អនិងស្រឡាញ់ការសិក្សា Max មិនមានកង់ថ្មីនិងរបស់ដ៏ប្រណិតដូចសិស្សដទៃទៀតទេជំនួសមកវិញគាត់បានជិះម៉ូតូចាស់ដែលផ្នែកខ្លះច្រេះទៀតផងរៀងរាល់ព្រឹក Max ជិះម៉ូតូចាស់របស់គាត់ទៅសាលារៀនដោយម៉ាស៊ីនបញ្ចេញសំឡេងគួរឲ្យអស់សំណើចប៉ុន្តែ Max មិនខ្វល់ទេពេល Max ទៅដល់សាលាភ្លាមសិស្សម្នាក់បានចង្អុលទៅម៉ូតូរបស់គាត់ហើយផ្ទុះសំណើចសិស្សម្នាក់និយាយលេងថាតើម៉ូតូនេះមានសុវត្ថិភាពក្នុងការជិះទេ Max គ្រាន់តែញញឹមហើយចតម៉ូតូគាត់មិនបានទុកឲ្យពាក្យសម្ដីរបស់គេធ្វើឲ្យគាត់ខឹងឡើយគាត់បានដឹងថាតម្លៃពិតមិនស្ថិតនៅលើអ្វីដែលអ្នកជិះនោះទេប៉ុន្តែស្ថិតនៅលើអ្នកជិះខ្លួនអ្នកនៅក្នុងថ្នាក់រៀន Max អង្គុយនៅជួរមុខត្រៀមខ្លួនដើម្បីខិតខំរៀនអ្នកគ្រូទីទុយបានញញឹមយ៉ាងកក់ក្ដៅហើយនិយាយថាតោះចាប់ផ្ដើមមេរៀនថ្មីថ្ងៃនេះលោកស្រីទីទុយបានសរសេរសំណួរគណិតវិទ្យាដ៏ពិបាកមួយនៅលើក្តារខៀនដោយសិស្សក្នុងថ្នាក់ទាំងអស់នៅស្ងៀមងឿងឆ្ងល់ដោយសំណួរលំបាកពេលនោះ Max បានលើកដៃដោយទំនុកចិត្តហើយដោះស្រាយបញ្ហាដោយភាពងាយស្រួលគ្រូទីទុយងក់ក្បាលដោយយល់ស្របថាអស្ចារ្យណាស់ Max អ្នកពិតជាត្រឹមត្រូវសិស្សដែលសើចចំអកដាក់ Max មុនដកដង្ហើមធំដោយភ្ញាក់ផ្អើលដោយគេមិនដែលដឹងថា Max ឆ្លាតប៉ុណ្ណានោះទេនៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ Max បានឆ្លើយគ្រប់សំណួរដោយទំនុកចិត្តគាត់ថែមទាំងបានជួយមិត្តរួមថ្នាក់របស់គាត់ឲ្យយល់មេរៀនទៀតផងអំឡុងពេលអាហារថ្ងៃត្រង់នៅមានសិស្សខ្លះនៅតែខ្សឹបនិយាយអំពីម៉ូតូចាស់របស់ Max ប៉ុន្តែអ្នកផ្សេងទៀតចាប់ផ្ដើមឃើញគាត់ខុសពីមុន Max បានឃើញសត្វកំប្រុកឯកាម្នាក់គ្មានអាហារដោយមិនស្ទាក់ស្ទើរគាត់បានចែករំលែកអាហាររបស់គាត់ដោយបង្ហាញចិត្តសប្បុរសមានសិស្សម្នាក់ជាកញ្ជ្រោងអួតអាងបានប្រជែងជាមួយ Max ហើយនិយាយថាម៉ូតូស្កូទ័ររបស់អ្នកដូចជាចាស់ណាស់តើអ្នកអាចជិះវាឲ្យពួកយើងមើលបានទេ Max បានទទួលយកការសាកល្បងដោយស្នាមញញឹម Max បានជិះស្កូទ័រជុំវិញទីធ្លាសាលាដោយមានការគ្រប់គ្រងដ៏ល្អឥតខ្ចោះសូម្បីតែស្កូទ័រមានសភាពចាស់ក៏ដោយគាត់បានជិះបានយ៉ាងរលូនសិស្សបានទះដៃអបអរច្រើនជាងសើចដោយមានម្នាក់បានលាន់មាត់សរសើរថាអាយ៉ា Max ពិតជាអស្ចារ្យណាស់ Max ញញឹមហើយនិយាយថាវាមិនមែនអំពីអ្វីដែលគ្រាន់តែជិះនោះទេអ្វីដែលសំខាន់គឺរបៀបដែលអ្នកប្រើចំណេះដឹងនិងជំនាញរបស់អ្នកសិស្សដែលតែងតែចំអក Max មានអារម្មណ៍ខ្មាស់ហើយពួកគេបានសុំទោសដោយដឹងថាពួកគេបានវិនិច្ឆ័យគាត់ដោយអយុត្តិធម៌ចាប់ពីថ្ងៃនោះមកអ្នករាល់គ្នាបានគោរពចំពោះ Max ពួកគេបានកោតសរសើរ Max មិនមែនដោយសារតែអ្វីដែលគាត់មាននោះទេប៉ុន្តែដោយសារតែគាត់ជាខ្លួនគាត់ Max ជិះស្កូទ័រទៅផ្ទះវិញដោយមោទនភាពព្រះអាទិត្យចាប់ផ្ដើមលិចដោយផ្ទៃមេឃប្រែពណ៌យ៉ាងស្រស់ស្អាតដូច្នេះហើយ Max បានបង្ហាញថាវាមិនមែនអំពីអ្វីដែលអ្នកមានទេប៉ុន្តែភាពឆ្លាតវៃនិងទំនុកចិត្តគាត់ទទួលបានការគោរពនិងមិត្តភាពនៅពេលគាត់ជិះស្កូទ័រទៅផ្ទះវិញគាត់ញញឹមដោយដឹងថាតម្លៃពិតគឺមកពីខាងក្នុងសូមអរគុណ